គឺជារូបភាពឡើងវិញទាំងស្រុងបាទសម្រាប់ការប្រកួតពេញតង់រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាទជួបគ្នាជាមួយនឹងក្រុម Chinese Taipei ដើម្បីស្វែងរកកៅអីវគ្គជម្រុះជើងឯកអាស៊ីឆ្នាំ2019នៅអារ៉ាប់រួមនៅជុំបន្តទៀតបាទដែលជំនួបនៅក្នុងជើងទី1ទឹកដី Chinese Taipei កាលពីថ្ងៃទី2ខែមិថុនាក្រុមកម្ពុជាបញ្ចប់ដោយលទ្ធផល2-2 5ថ្ងៃបន្ទាប់បាទថ្ងៃនេះគឺជាការប្រកួតជើងទី2បាទឱកាសដំបូងនៅក្នុងការប្រកួតនេះជាការសុទ្ធមួយជើងពីចម្ងាយពីកីឡាករលេខ11របស់ក្រុម Chinese Taipei ប៉ុន្តែស៊ូយ៉ាទីបាទជួយបាន free kick ពីច័ន្ទវឌ្ឍនាការហុងផេងជាអ្នកតែតបញ្ចូលទីបាទនាំមុខនៅក្នុងនាទីទី6ឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាទសបាយរីករាយតាំងពីនាទីទី6បាទច័ន្ទវឌ្ឍនាការធ្វើបាត់តែមិនមានគ្រាប់សុំបញ្ចូលទីថ្ងៃនេះក៏ប៉ុន្តែគេជាអ្នកបញ្ជូនបាល់យ៉ាងល្អបាទ free kick ចំណុចនេះឲ្យហុងផេងតែបញ្ចូលទីដោយបច្ចេកទេសបាទល្អមែនតើសម្រាប់កីឡាករខ្សែការពារ Naga ហុងផេងបាទហើយបន្តមកទៀតជាការសុទ្ធមួយជើងពីចម្ងាយបាទសម្រាប់ក្រុម Chinese Taipei ហើយឈិនឈឿនកន្លែងនេះស្ដាយសម្រាប់កៅសុផេងកាប់មួយជើងស្ដាំនេះមិនចូលទីឡើយបាទសោះស្ដាយបាទសម្រាប់កីឡាករកៅសុផេងបាទខ្សែយុទ្ធរបស់ក្រុមភ្នំពេញក្រោនបាទល្អមែនតើមកចំណុចនេះគួរតែមានគ្រាប់សុទ្ធបញ្ចូលទីទៅហើយកៅសុផេងថ្ងៃនេះអត់សំណាងដោយការពីជើងទី1ឡើយបាទកន្លែងនេះគឺច័ន្ទវឌ្ឍនាការរកប្រឡោះសុទ្ធបាទតតបានបន្តចំអ្នកចាំទីដែលកំពុងឈរចំហយ៉ាងត្រឹមត្រូវបាទចំណុចនេះបាទប្រសាបាទច័ន្ទវឌ្ឍនាការថ្ងៃនេះគឺប្រឹងប្រែងអស់ពីលទ្ធភាពហើយបាទការប្រកួតនៅវគ្គទី2បន្តទៀតបាទក្រុម Chinese Taipei គឺមានឱកាសគ្រប់គ្រងបានច្រើនប៉ុន្តែអត់មានឱកាសសុទ្ធបញ្ចូលទីឡើយបាទកន្លែងនេះគឺហុងផេងមានឱកាសតែតនៅមុខទីប៉ុន្តែពីនៃទៅហើយបាទពីនៃកីឡាករសុកសវណ្ណបាទក្រោយមកទៀតក៏មានការបាទសម្រាប់ជាបន្តទៀតបាទ free kick កន្លែងនេះបាទប្រហោងពោះបាទចំណុចនេះបុកនឹងបង្គោលទីបាទគឺសំណាងមែនតើបាទបុកនឹងបង្គោលទីបាទសំបីហ្នឹងគឺលទ្ធផលតាមស្មារតីហើយបាទសម្រាប់ការប្រកួតនៅក្នុងវគ្គទី2បាទគឺសូយ៉ាទីបាទគឺទៅជួយហើយបាទកន្លែងនេះក៏មានឱកាសដែរបាទសម្រាប់ក្រុមកម្ពុជាពីច័ន្ទវឌ្ឍនាការបាទគឺសុទ្ធបាទ free kick បាទប្រើជើងឆ្វេងប៉ុន្តែចេញទៅក្រៅបាទគេហៅថាមិនឆ្ងាយទេបាទគឺប្រហែលជាមិនឆ្ងាមទេបាទពីបង្គោល photo បាទទស្សនារូបភាពឡើងនេះល្អមែនតើបាទគឺមកតែចាំទីក៏ដូចគ្នាដែរគឺបាទគឺជួយសង្គ្រោះបានប៉ុន្តែដោយសារតែបានហ្នឹងគឺរត់ខកគោលដៅបាទចំណុចនេះហើយដែលជាចំណុចបាល់11ម៉ែត្ររបស់ក្រុមកម្ពុជាបាទគឺកំហុសរបស់អ្នកចាំទីបាទគឺបាទកីឡាករអ្នកចាំទីបាទគឺផាន់វេនឈីបាទគឺអញ្ញាកដាគឺលោកម៉ាហាម៉ាត់អាឡាលីគឺបាល់3នាទីគឺគ្រាប់នេះហើយបាទគឺបាល់11ម៉ែត្របានសម្រេចរបស់ក្រុមកម្ពុជាបាទក្នុងការនៅមុខ2-0បាទគឺដោយប្រាក់មួយនេះដល់មកទើបតែផ្លាស់ប្ដូរចូលមកដល់តែទេបាទដូច្នេះគឺរូបភាពឡើងវិញបាទគឺការទះមួយជើងគឺល្អមែនតើបាទអ្នកចាំទីតាចង្កេះបាទមិនមានចលនានៅក្នុងការចាប់បាល់11ម៉ែត្រនេះទេបាទស្អាតមែនតើបាទគឺរូបភាពនេះបាទសម្រាប់ក្រុមការងាររបស់យើងមកជួយមកគឺល្អមែនតើហើយបាទអ្នកខាងក្នុងនេះគឺថាសប្បាយចិត្តមែនតើបាទគឺក្រុមកីឡាករបំរុងរបស់យើងបាទគឺជោគជ័យណាស់បាទសម្រាប់ការប្រកួតថ្ងៃនេះបាទឆានីតែពេកក៏មានឱកាសដែរបាទនៅចុងមកទៅហើយមកអ្នកចាំទីបាទគឺតែមិនចំគោលដៅបាទតែមិនចំគោលដៅទេបាទពីកីឡាករហូមួយមីនបាទហើយឱកាសសម្រាប់ជាបន្តទៀតកន្លែងនេះបាទទឹកឌីណាបាទគួរតែមានគ្រាប់សុំបញ្ចូលទីហើយបាទចំណុចនេះប៉ុន្តែធ្វើមិនបានសម្រេចបាទសម្រាប់កីឡាកររបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិគឺទឹកឌីណាបាទជួយបានពីអ្នកចាំទីក្រុម Chinese Taipei មួយសារហើយមួយសារទៀតនៅក្នុងវគ្គទី2នេះបាទបន្តមកទៀតបាទចំណុចកន្លែងនេះបាទពីការសម្រុកពីការសុទ្ធប៉ុនប៉ម្ដងទៀតពីទឹកឌីណាចំអ្នកចាំទីទៀតបាទកន្លែងនេះរៀងកម្លាំងរៀងខ្សោយតិចបាទទឹកឌីណាគាត់សុទ្ធជើងឆ្វេងបាទសុទ្ធជើងស្ដាំរៀងខ្លាំងជាងនេះបាទថាជើង Zin បាទឥឡូវជាបន្តទៀតបាទកន្លែងនេះមកឱកាសមកកន្លែងនេះបាទទឹកនេះជាបន្តដើមគ្នាមកទៀតរវាងច្រឹងពលរដ្ឋបាទកាប់មកជើងស្ដាំបាទច្រឹងពលរដ្ឋគាត់សោកស្ដាយមែនទែនបាទកន្លែងនេះហើយបាទជាមួយនឹងច័ន្ទវឌ្ឍនាការបាទអត់ទេបាទច្រឹងពលរដ្ឋគាត់នៅមុខមកបាទគាត់សុទ្ធកន្លែងនេះគឺបាទមិនគួរទេបាទគួរតែមានគ្រាប់សុទ្ធបញ្ចូលទីទៅហើយបាទកាសសុទ្ធមួយជើងពីចម្ងាយពីក្រុម Chinese Taipei នៅតែជួយបានពីកីឡាករស៊ូយ៉ាទីដដែលបាទស៊ូយ៉ាទីថ្ងៃនេះគឺថាបិទសូនបានសម្រាប់គេថា clean sheet បាទ